ជីវិតនេះគឺវាតែងតែមានរឿងលំបាកកើតឡើងគ្រាន់តែលំបាកតិចហើយនឹងលំបាកច្រើនតែខ្ញុំកណាគិតថាលំបាកយ៉ាងម៉េចក៏មិនដល់នាងបដាចាដែរប្រវត្តិរបស់នាងបដាចាគឺលំបាកប្តីស្លាប់អាប្តីពេលប្តីស្លាប់ហ្នឹងអត់នឹកឃើញតែប្តីស្លាប់ទេនឹកឃើញតែប្តីប្រកាសជាមានស្រីឯងពងកើតកូនមួយទៀតឲ្យទៅយកអស់រត់ចោលឯងបាត់នៅក្នុងចិត្តចឹងថាគេមានស្រីហ្នឹងដល់ពេលកើតកូនម្នាក់ឯងជុះភ្លៀងអីតែម្នាក់ឯងរួចហើយដើរទៅឃើញប្តីស្លាប់មកតង់ទៀតកើតទុកផ្ទួនហ្មងហើយដល់ពេលរួចទៅអស់ទីពឹងនឹកឃើញសុំខមាទោសរៀបចំសាកសពប្តីអីហើយក៏ដើរទៅទៀតដើរទៅមុខទៀតឆ្លងទឹកស្ទឹងហ្នឹងកូនយកទៅទាំងពីរវាមិនកើតមួយធំមួយទូចទៅមិនកើតអីទៅមិនកើតថ្ងៃហ្នឹងស្អែកឡើងដើរឆ្លងស្ទឹងណាបងប្អូនពុទ្ធបរិស័ទដែលមានកូនហ្នឹងដឹងហើយពទៅមួយទូចហ្នឹងទុកនៅហ្នឹងពអាធំទៅទៅចេះដើរទេតាស់ហ្នឹងយកទៅមកថយមកខាងថាចាំមកវិញយកមកវិញចៃដន្យអាខ្លែងស្រាក់នោះមិនដឹងមានកម្មអីជាមួយខ្លែងស្រាក់ហ្នឹងមកពំកូនយកទៅស៊ីអស់ទៅនឹងអាស៊ីអត់ទេតែដឹងតែពំទៅដល់ពេលពំទៅរត់ដេញតាមខ្លែងហ្នឹងហើយនៅកណ្ដាលទលេនៅកណ្ដាលស្ទឹងហ្នឹងដល់កូនខាងនោះស្មានតែម៉ាយស្រែកហៅស៊ូមកចូលទឹកទៅងាប់ទាំងពីរទៅប្តីក៏ស្លាប់កូនពីរក៏ស្លាប់សួរថាជឿចិត្តមិនខ្លះជឿចិត្តមិនខ្លះពេលនោះហើយអត់ដឹងធ្វើម៉េចទៅរកបងមើលទៅមានតែបងហើយនឹងម៉ែរត់ទៅរកដល់ពេលរត់ទៅរកភ្លៀងថ្ងៃនោះខ្លាំងពេកផ្ទះកូនសេដ្ឋីនឹងវាដល់ពេលកូនសេដ្ឋីដល់ពេលទៅដល់ម្ដាយក៏ស្លាប់ឪពុកក៏ស្លាប់បងប្រុសក៏ស្លាប់ផ្ទះវិនិច្ឆ័យហើយទ្រព្យសម្បត្តិអស់គ្មានសល់ទៅជាមនុស្សវិកលចរិតមកពេចហ្នឹងទៅជាមនុស្សវិកលចរិតដើរវិញពាន់តែឧបនិស្ស័យមានបាននាំពនាងបដាចារហ្នឹងទៅជួបព្រះព្រះអង្គមានវិធីសាស្ត្ររបស់ព្រះអង្គចិត្តសាស្ត្ររបស់ព្រះអង្គគាត់តែឃើញភ្លាមចូលបាត់នាងដើរទៅអាក្រាតកាយសេកលេលោពេញវត្តចឹងទៅចូលទៅដល់ព្រះអង្គសេកថាព្រះអង្គក៏បានត្រាស់ថាមនីប្អូនស្រីគាត់តែលឺមនីប្អូនស្រីនោះវារំភើបចិត្តមែនតើណាថាអូអញមានសាច់ញាតិដែរតើនេះនឹកឃើញថាអញមានសាច់ញាតិដែរតើគាត់ថានឹកឃើញប៉ុណ្ណឹងពួកបាត់អស់ញាតិបងប្អូនប្តីកូនអីបាត់អស់ហើយគាត់ថាព្រះអង្គត្រាស់ថាមនីប្អូនស្រីភ្ញាក់សុបាយចិត្តអញមានញាតិដូចមានសតិឡើងមកវិញស្ទុះមកទាំងខ្លួនអាក្រាតកាយដល់ពេលហើយក៏មានអ្នកគេយកសពុតអីមករុំខ្លួនឲ្យអញ្ចឹងទៅនេះខ្ញុំណាចង់លើកយកតកតងទៅនឹងទុក្ខលំបាករបស់មនុស្សយើងជីវិតយើងរងថ្ងៃហ្នឹងគឺចឹងឯងបើមនុស្សនេះគ្រាន់តែតិចហើយនឹងច្រើនប៉ុន្តែអ្នកខ្លះច្រើនមែនតើតែខ្ញុំប្រកាសណានេះខ្ញុំចង់និយាយថាមិនបាច់ចង់ឲ្យជីវិតនេះវាមានភាពងាយស្រួលទេវាស្រួលពេកមានរឿងអ្នកដែលកើតមកស្រួលពេកណាព្រះបច្ចេកពុទ្ធមួយអង្គលោកប្រាថ្នាពុបបាអតីតភាពមុននោះវាលំបាកពេកលោកប្រាថ្នាថាកើតជាតិណាដូចថាឲ្យមានគេស្រឡាញ់ចូលចិត្តច្រើនអីចឹងណាដល់ពេលមានណាកើតមកសឹងថាជើងអត់ជន់ដីណាមានគេបញ្ចុកយកចិត្តយកខ្លោមគ្រប់សពបែបយ៉ាងអីចឹងណារហូតដល់លោកដូចណាយបនឧបនិស្ស័យលោកធំលោកណាយដល់ពេលលោកណាយចឹងទៅដល់ពេលរបៀបដូចដើរទៅដូចទៅកន្លែងមួយជួបព្រះបច្ចេកពុទ្ធខ្ញុំកណាភ្លេចហើយពេលហ្នឹងលោកខ្លាយទៅជាព្រះបច្ចេកពុទ្ធភ្លាមហ្មងហ្នឹងហើយបច្ចុប្បន្ននេះមានថ្ងៃមុននោះឃើញប្អូនស្រីម្នាក់នោះគាត់ថាគាត់រត់ចេញពីផ្ទះปู่ម៉ែឪនឹងយកចិត្តទុកដាក់ឃុំគាត់មើលថែគាត់ហួសហេតុពេកគាត់ធុញគាត់អញ្ចឹងគាត់ត្រូវតែរត់ចេញពីផ្ទះហ្នឹងដោយសារគាត់មានចំណេះដឹងរៀនចប់បាក់ឌុបរៀនអីអញ្ចឹងទៅហើយគាត់ឆ្លាតគាត់ឆ្លៀសផងហើយគាត់ក៏បានសរសេរថាដូចថាជីវិតហ្នឹងវាស្រួលពេកវាមិនល្អទេភាសាអង់គ្លេសគេហៅថា comfort zone ហើយគេអត់ចូលចិត្តទេបើសិនជាយើងស្រួលពេកអត់ដឹងពីការលំបាកសោះហ្នឹងបន្តទៅមុខមិនកើតជួនកាលគ្រាន់តែជួបការលំបាកបន្តិចស្រែកត្អូញហ្មងខ្ញុំចង់និយាយថាអ្នកខ្លះយើងមើលដៃដែលមុតកបិតដែលមុតកដាស់ឆូតដៃ
អ្នកខ្លះអត់ដែរធ្វើអីសោះតែហ្មងដល់ពេលអត់ដែរធ្វើអីសោះគ្រាន់តែកាន់អាកដាស់ឆោតហ្នឹងវាឆូតដៃឡើងឈាមហ្មងមានដៃហ្នឹងវាខ្ចីអ្នកខ្លះក៏អត់ដែរជួបបញ្ហាដល់ពេលគាត់ជួបបញ្ហាបានតិចហ្នឹងវាទៅជាមានវិបដិសារីធ្វើអីប្រេបណាអ្នកខ្លះត្រូវគាត់អាម៉ែស្ដីឲ្យមិនតិចសោះណាទៅសម្រាប់ខ្លួនដែរខ្ញុំកណាចង់និយាយថាចេះសบายចិត្តទៅដែលជីវិតនេះបានបង្រៀននៅការលំបាកយ៉ាងច្រើនដល់យើងដែលមានមនុស្សមួយចំនួនគាត់មិនអាចជួបរឿងដូចយើងទេហើយតស៊ូជាមួយនឹងគុណធម៌ជាមួយនឹងសេចក្តីល្អកុំធ្វើរឿងដែលមិនល្អឲ្យសោះបងប្អូនពុទ្ធបរិស័ទត្រូវដឹងថារឿងមិនល្អទាំងអស់ដែលកើតមកអត់មានណាគេធ្វើឲ្យយើងក្រៅតែពីខ្លួនយើងទេខ្ញុំកណាបាននិយាយពីរឿងបរាប្រវត្តិសូត្រវិន័យទាំង12ហ្នឹងគឺជាពិសេសគឺអប់រំព្រះអង្គអប់រំឲ្យអប់រំខ្លួនឯងទោះបីជាក្នុងនាមជាអ្នកដឹកនាំដែលជឿរើអ្នកដតីឲ្យមកធ្វើកិច្ចការងារឲ្យយើងហ្នឹងក៏ត្រូវតែមើលពីខ្លួនឯងហ្នឹងទៅដែរវាមានចំណុចអីខ្លះហើយជាពិសេសការសេពគប់ហេតុអីបានជាព្រះអង្គអត់ឲ្យសេពគប់ជាមួយជនពីលឬក៏យ៉ាងម៉េចហ្នឹងដោយសារភាពពីលខ្លួនឯងហ្នឹងវានៅមានយូរវាចាញ់ស្ដែងចេញមកតែម្ដងអញ្ចឹងឲ្យជួបមនុស្សសប្បុរសមនុស្សដែលល្អដើម្បីជួយដាស់តឿនរំលឹកគ្នាដើម្បីខាំងដើម្បីការពារខ្លួនយើងខ្ញុំកណាចង់និយាយប្រាប់ទៅបងប្អូនថារឿងទប់លំបាកតែមានវាជារឿងធម្មតាអ្នកណាក៏ត្រូវតែមានដែរគ្រាន់តែតិចហើយនឹងច្រើនហើយសប្បាយចិត្តនឹងតស៊ូប្រឈមមុខជាមួយនឹងរឿងទាំងអស់ហ្នឹងមិនបាច់ចង់ឲ្យវាស្រួលទេមានរឿងអីដោះស្រាយទៅអ្នកខ្លះក្រុមគ្រួសារល្អចង់ងាប់មានរឿងតែបន្តិចឈឺអត់ចេះជាអ្នកខ្លាំងក្រុមគ្រួសារអត់ត្រូវគ្នាឆ្លោះគ្នាអូមានបងស្រីម្នាក់គាត់ថាគាត់អត់មានរឿងលុយកាក់ទេប៉ុន្តែគ្រួសារអត់ឆ្លោះគ្នាខ្ញុំប្រកាសណាខ្ញុំចង់និយាយថាពិនិត្យឲ្យស៊ីជម្រៅជាងតិចតើឆ្លោះគ្នាដោយសារអីអត់ត្រូវគ្នាដោយសារអីចំណែនគ្នាស្អប់គ្នាទៅដើមទ្របគ្នាមានអ្នកអំនួតអញមានគេក្រអញមានហ្នឹងក៏តាក់ទងមួយលុយកាក់ដូចគ្នាហើយអ្នកខ្លះគាត់ឈឺមិនចេះជាអត់តាក់ទងលុយមែនឈឺអត់ចេះជាសោះតាំងពីកើតមកប៉ុន្តែបើសិនជាគាត់មានលុយក៏ព្យាបាលអត់ជាអាហ្នឹងវាមានចឹងដែរមែនអញ្ចឹងសេចក្តីសុខរបស់កុហកកណានិយាយតិចចុះថាតើមានប្រមាណចំណុចទី1នោះចាំវីដេអូក្រោយចុះព្រោះច្រើននាទីដែរហើយកុំឲ្យបងប្អូនពិបាកស្ដាប់ថាតើសេចក្តីសុខកុហកមានអីខ្លះ